បងប្អូនឃើញត្រីគេជាស្បែកជាឆ្អឹងស្អាតចេះណាឃើញចង់ញ៉ាំប្រហិតឥឡូវនេះខ្ញុំមកធ្វើប្រហិតញ៉ាំបងប្អូនត្រីទិញឲ្យមុនបានថោកចឹងទៅនឹកឃើញគេជារួចស្រាប់ចឹងទៅស្រួលយើងមួយយ៉ាងបងប្អូនអានេះនៅមានជាតិតកកខ្លះជាតិតកកខ្លះចឹងទៅយើងយកទៅកិនវាអត់ក្តៅម៉ាស៊ីនបងប្អូនតើបងប្អូនឥឡូវនេះខ្ញុំមកលាយទឹកសោះទុកកិនជាមួយសាច់ត្រីប្រហិតយើងខ្ញុំដាក់ខ្ទឹមមកស្ពៀបាយហើយយើងដាក់តកកចឹងមកបងប្អូនហើយម្រេចមកស្ពៀបាយម្សៅស៊ុបមាន់នៅក្នុងនេះខ្ញុំដាក់2ស្ពៀឥឡូវថែមមួយទៀត3ស្ពៀបាយបងប្អូនហើយត្រីយើងនេះបងប្អូនខ្ញុំកាត់រួចហើយកាត់ចំណិតទូចចឹងកិនឆាប់ម៉ត់ចំណែកទឹកត្រីវិញខ្ញុំប្រើ2ស្ពៀបាយដែរនេះអំបិលភីងណាបងប្អូនអំបិលសក៏បានភីងក៏បានដែរកន្លះស្ពៀបាយចំណែកស្ករវិញដាក់តាមការចូលចិត្តបងប្អូនអានេះខ្ញុំដាក់មួយស្ពៀបាយហ្នឹងតែបើបងប្អូនអត់ចូលចិត្តស្ករអត់ចេះញ៉ាំស្ករទេមិនបាច់ដាក់ទេចំណែកប៊ីចេងវិញបងប្អូនចេះញ៉ាំប៊ីចេងដាក់បន្តិចមកខ្ញុំដាក់កន្លះស្ពៀបាយដែរតែបើបងប្អូនថាអត់ចង់ដាក់ទេប្រើតែម្សៅស៊ុបមាន់ហ្នឹងទៅបានដែរបងប្អូនហើយនេះខ្ញុំដាក់ប្រេងល្ងបងប្អូនមកស្ពៀបាយបងប្អូនអត់មានប្រេងល្ងប្រើប្រេងធម្មតាក៏បានឬក៏អត់ចង់ដាក់ក៏បានតាមចិត្តបងប្អូនអញ្ចឹងណាខ្ញុំដាក់ប្រេងល្ងវាឈ្ងុយជាងប្រេងអូលីវបងប្អូនហើយខ្ញុំបានដាក់លាយទឹកប្រហែលប៉ុណ្នេះបងប្អូននេះកែវនេះម្លែកជា3ភាគទៅខ្ញុំយកមកភាគលើដាក់ក្នុងចានហ្នឹងយើងកូរវាលាយគ្រឿងសពបងប្អូនបន្ទាប់មកយើងដាក់ម្សៅ baking soda នេះមកស្ភា baby យើងញ៉ាំហ្នឹងបងប្អូនបន្ទាប់មកខ្ញុំដាក់ប្រេងខ្យងនេះផែ2ស្ភាបាយបងប្អូនឥឡូវខ្ញុំដាក់ត្រីក្នុងត្បាល់ហើយយើងដាក់ទឹកសោះយើងលាយមកហ្នឹងណាខ្ញុំភ្លេចបញ្ជាក់ត្រីហ្នឹងចំនួន1គីឡូជាងបងប្អូនថ្លឹងទៅ1គីឡូជាងហើយយើងដាក់សោះអញ្ចឹងខ្លះមកដុសដោយតកកអញ្ចឹងបងប្អូនហើយយើងកិនវាមកត្រីទាំងអស់ហ្នឹងខ្ញុំកិន3ដងបងប្អូនកិន3ដងព្រោះអីយើងកិនច្រើនពេកខ្លាចវាក្តៅម៉ាស៊ីនពេកទៅវាគាំងបងប្អូនហើយខ្ញុំភ្លេចទិញម្សៅឆាបាទនេះម្សៅឆាខ្ញុំនៅប្រហែល2ស្ភាបាយនេះដឹងស្អិតល្អអត់ទេដឹងស្អិតល្អអត់ទេប្រហែលជាស្ទើរម្សៅឆាអញ្ចឹងបងប្អូនខ្ញុំកិនម៉ត់បានប៉ុណ្ណឹងឥឡូវខ្ញុំដួសដាក់តុងកធុនសិនខ្ញុំធ្វើការកិនឲ្យម៉ត់ទាំងអស់ហ្នឹងទៅបានយើងយកមកកិនម្សាទៀតបងប្អូនបើបងប្អូនមានម៉ាស៊ីនវាយយកវាទៅវាយឲ្យរៀងស្អិតជាងហ្នឹងបន្តិចក៏បានដែរអញ្ចឹងខ្ញុំអត់មានម៉ាស៊ីនខ្ញុំកិន2ដងអញ្ចឹងណាបងប្អូនខ្ញុំយកមកមុខបន្តិចគ្រឿងនេះបន្តិចហើយនឹងអសនេះបន្តិចយកដាក់ក្នុង microwave ភ្លក់ជាតិវាបងប្អូនឆ្ងាញ់ល្មមហើយប៉ុន្តែអានេះខ្ញុំក៏កិនយកទៅទុកក្នុងទូបងប្អូនពេលយើងធ្វើញ៉ាំយើងបញ្ចេញយកមកខ្ញុំនឹងថែមម្សៅឆាទៀតមកពីខ្ញុំអស់ម្សៅឆាបងប្អូនអញ្ចឹងពេលបងប្អូនធ្វើមានម្សៅឆាដាក់ឲ្យគ្រប់ទៅកន្លះគីឡូដាក់2ស្ភាបាយម្សៅឆាបងប្អូនអញ្ចឹងយើងគុណតាមហ្នឹងណាយើងធ្វើ1គីឡូយើងដាក់4អញ្ចឹងទៅកន្លះគីឡូដាក់2អញ្ចឹងទៅវាខ្ញុំដាក់ភ្លក់មិញឆ្ងាញ់ហីគ្រាន់ថាប្រហិតយើងរៀងស្ទើរស្វិតបងប្អូនអញ្ចឹងពេលលើកក្រោយខ្ញុំយកមកបញ្ចេញវាធ្វើខ្ចប់ជាមួយសណ្ដែកជាមួយអីអញ្ចឹងទៀតណាខ្ញុំនឹងថែមម្សៅឆាតាមក្រោយទៀតបងប្អូនឥឡូវនេះខ្ញុំច្រកថង់យកទៅទុកក្នុងទូបងប្អូនមកថង់ដាក់គ្រឿងមកថង់អត់ដាក់គ្រឿងសម្រាប់កូនមួយសម្រាប់ខ្លួនឯងមួយឥឡូវយកទៅដាក់ទូក